ឃាតដែលខ្ញុំទទួលបានពីយាយទួតខ្ញុំផ្ទាល់ ចាំមានន័យថាយូរលងណាស់ទៅហើយ យូរហើយបើតាមមកដល់ឥឡូវហ្នឹងវាក្បែរ100ឆ្នាំដែរ ហើយយាយទួតណា យាយទួត បាទពូទួតខ្ញុំពេលដែល របស់យាយ ហ្នឹងហើយទួតខ្ញុំពេលដែលគាត់ចែកឋានគាត់មានបច្ចុប្បន្ន86ឆ្នាំហើយតាំងពីគាត់ចែកឋានរហូតមកដល់ឥឡូវវាជាង10ឆ្នាំទៀត ចា បាទហើយសាច់រឿងដែលគាត់និយាយប្រាប់ហ្នឹងគាត់ថាគាត់នៅវ័យជំទង់ទេ អូមិនដល់100អីចឹងណា89ហ្នឹងអី89អី78អីហ្នឹងព្រោះហេតុការណ៍គាត់ជួបនៅអាយុ20ជាងហើយណាអីចឹង គាត់នៅជំទង់ហ្នឹងគាត់ទៅជួយហ្នឹងសាច់រឿងពាក់កណ្ដាលទេ នឹងអាពីមុខហ្នឹងទៀត អូខេតោះ100តោះឈប់តវ៉ា ខ្ទង់ប្រហែលប៉ុណ្ណឹងចុះបាទគាត់ថាគាត់និយាយឲ្យស្ដាប់តាំងពីតូចទៅខ្ញុំចេះតែចាំទៅខ្ញុំយកមកនិយាយនៅក្នុង channel YouTube របស់ខ្ញុំអញ្ចឹងណា ចា បាទដោយសារតែខាងបងអញ្ជើញខ្ញុំមកអញ្ចឹងទៅខ្ញុំក៏បានលើកយករឿងហ្នឹងមកនិយាយទៅ តែគាត់នៅរស់នៅខេត្តណាដែរហ្មង គាត់នៅកាលនោះគឺនៅស្រុកក្រូចឆ្មានៅក្នុងខេត្តត្បូងឃ្មុំ ត្បូងឃ្មុំស្រុកក្រូចឆ្មាដូចជប៉ុននៅត្បូងឃ្មុំ បាទអញ្ចឹងយើងចូលដល់សាច់រឿងយើងហ្មងទៅអូខេសាច់រឿងរបស់យើងដែលខ្ញុំបាននិយាយមិញហ្នឹងគឺចំណងជើងខ្មោចព្រៃចងអាឃាតសាច់រឿងហ្នឹងគឺទួតរបស់ខ្ញុំដែលគាត់ជួបសាច់រឿងហ្នឹងផ្ទាល់ពីដំបងឡើយមានពីរអ្នកប្តីប្រពន្ធហ្នឹងជាអ្នកភូមិនៅក្នុងភូមិមួយគ្នាហ្នឹងគាត់បានរៀបការជាមួយគ្នាហើយគាត់បានបង្កើតបានកូនប្រុសមួយពេលដែលបង្កើតបានកូនប្រុសមួយគាត់កូនហ្នឹងតែបាន3ខែទេអត់ដឹងថាមានរឿងអីក៏ឈឺស្លាប់ទៅ ដល់ពេលឈឺស្លាប់ចឹងទៅប្តីប្រពន្ធហ្នឹងគាត់អ្នកការថ្មីផងគាត់តំបានកូនផងហើយមកស្លាប់ស្រស់អញ្ចឹងគាត់ដូចថាទុកសោកបាក់តួយកគាត់ឈឺចាប់គាត់យំអីចឹងទៅគាត់យកសពកូនហ្នឹងទៅបញ្ចុះធ្វើបន់តាមប្រពៃណីធម្មតារហូតមកឡើងបានមួយឆ្នាំក្រោយតោះគាត់បានកើតកូនមួយទៀតបានកូនប្រុសដដែលមានថាកូនទី1កូនប្រុសបាន3ខែដល់ពេលកូនទី2ហ្នឹងក៏កូនប្រុសដែរតែលើកហ្នឹងគឺគាត់បាន5ឆ្នាំ គាត់បាន5ឆ្នាំហើយគាត់ឈឺស្លាប់ដដែលគាត់ឈឺស្លាប់ទៀតបាទអាហ្នឹងគេហៅអារើសកូនភាសាខ្មែរយើងមានន័យថាការចិញ្ចឹមកូនអត់សម អារើសកូននេះដែរលឺពីថ្មី ហើយជាភាសាតាមតំបន់អីដឹងប្រហែលជាភាសាតាមតំបន់មានន័យថាការចិញ្ចឹមកូនអត់សមចិញ្ចឹមកូនអត់សមចិញ្ចឹមកូនអត់រស់និយាយចេះម្ដាយដើមអីអត់ឲ្យនៅជាមួយអីអញ្ចឹងទៅបាទអាហ្នឹងតាមពាក្យខ្មែរយើងតាមតំបន់អញ្ចឹងណាដល់ពេលកូនហ្នឹងបានអាយុ5ឆ្នាំកូនហ្នឹងក៏ស្លាប់ទៀត ដល់ពេលស្លាប់ទៀតជំនឿអ្នកនៅតាមស្រុកភូមិហ្នឹងខ្ញុំអត់ដឹងថាទស្សនិកជនដែលបានមើលតាមកម្មវិធីហ្នឹងគាត់មានជំនឿហ្នឹងអត់ទេនៅតាមភូមិឃុំរបស់គាត់ពេលហ្នឹងតាអាចារ្យថាបើសិនជាចង់ឲ្យកូនក្រោយមកគង់ឲ្យយកសាកសពកូនហ្នឹងកាត់ដៃកាត់ជើងហើយយកទៅកប់ផ្សេងគ្នាមានន័យថាកូនទី1គាត់កប់ទាំងមូលហើយដល់ពេលកូនទី2ទៀតតាអាចារ្យហ្នឹងថាប្រហែលជាចិញ្ចឹមកូនអត់ប្រកបអត់សមអីអញ្ចឹង ក៏ឲ្យតាមជំនឿកាត់ដៃកាត់ជើងកូនហ្នឹងហើយយកទៅកប់ផ្សេងគ្នាបាទអាហ្នឹងតាមជំនឿទេប៉ុន្តែបើសិនជាបងប្អូនអីយល់ឃើញមិនអាហ្នឹងអ្នកទាំងអស់គ្នាអាចទៅស្រាវជ្រាវបន្ថែមបានដោយខ្លួនឯង ខុសច្បាប់តាអាហ្នឹងគេលោជំនាន់មុនជំនាន់ចូល100ឆ្នាំហើយហ្នឹង គេថាពេលយើងកាត់ដៃកាត់ជើងអញ្ចឹងទៅគ្នាកាត់មកជិតក្រោយទៅអត់មានដៃអត់មានជើងអាហ្នឹងយើងគិតរឿងបាបប៉ុន្តែបើយើងគិតរឿងផ្លូវច្បាប់វាអត់មានមនុស្សធម៌ចាបំផ្លាញសាកសពសំបីតែយើងពេទ្យដែលយកសាកសពមនុស្សយកទៅរៀនហ្នឹងគឺគេត្រូវសម្អាតសពហ្នឹងឲ្យដេកឲ្យចិត្តវិញមិនមែនបូជាទៅអញ្ចឹងណាតែបាទនេះបើតាមជំនឿប្រកបតាមស្រុកភូមិស្រុកអីអញ្ចឹងយើងវាអត់ដឹងដែរ100ឆ្នាំអីអញ្ចឹងឯងជំនឿអូខេក្រោយពេលដែលគាត់បញ្ចុះសពកូននឹងហើយហ្នឹងឪពុកហ្នឹងគឺគាត់ស្រឡាញ់កូននឹងខ្លាំងណាស់ គេអ្នកភូមិអីគេយកសពនឹងទៅបញ្ចុះឲ្យគេទៅផ្ទះអស់ហើយអញ្ចឹងនៅសល់តែឪពុកនឹងទេដែលយំអោបភ្នោកូននឹងស្រាប់តែពេលយប់ឡើងយប់កាន់ជ្រៅទៅខ្យល់បក់មកទៅអាដាវម៉ាស៊ីននៅក្នុងនៅព្រៃក្រោយផ្ទះហ្នឹងណាវាវាយផ្ទប់គ្នាភឹងខ្លែងស្រាកស្រែកខ្វាពេញហ្នឹងចឹងទៅហើយគាត់នៅកន្លែងអាណិតសំណោះកូនគាត់មានតែបានចាប់អារម្មណ៍ចឹងអីគាត់យំអោបភ្នោកូនគាត់ហើយក៏របៀបរៀងអាលាវដេកលក់ទៅ នៅលើភ្នោហ្នឹងប៉ុន្តែគាត់អត់ដេកអត់លក់ទេរបៀបថាគាត់យំខ្សោះខ្លួនណាស្លាប់ហ្នឹងហើយស្លាប់ទៅក៏ដេកនៅលើភ្នោហ្នឹងចឹងទៅស្រាប់ដល់ពេលហើយរៀនយប់បន្តិចហ្នឹងក៏បានលឺសលេងខ្មោចព្រៃពីរក្បាលវាចេញមកនិយាយគ្នាវាចេញសោចទៅហឹងអើងកងពេញហ្នឹងព្រោះដោយសារវាហ្នឹងហើយហាហាអញ្ចឹងទៅវាស្មានតែឪពុកហ្នឹងបានដេកលក់វាកណ្ដងគ្នាមកប្រជុំគ្នានិយាយគ្នាវាថា ឃើញអត់កូនទី1យើងឲ្យវារស់បានតែ3ខែហើយកូនទី2យើងឲ្យរស់បាន5ឆ្នាំ
យើងតិចទៀតយើងឲ្យវាមានកូនទី3ហើយកូននឹងស្រីកំណត់យកវ័យ18ឆ្នាំមានគេចូលទៅដឹងឲ្យគាត់ការហើយយើងនឹងយកជីវិតកូនស្រីហ្នឹងគឺនៅក្នុងថ្ងៃការបាទវានិយាយគ្នាអញ្ចឹងហ្មងខ្មោចហ្នឹងខ្មោចព្រៃហ្នឹងវានិយាយឲ្យសោចអញ្ចឹងទៅហើយទៅអាប៉ែហ្នឹងគាត់លឺហើយគាត់លឺថាខ្មោចហ្នឹងកំពុងនិយាយអញ្ចឹងហើយពួកគាត់ស្ដាប់ច្បាស់គាត់អត់ហ៊ានធ្វើដឹងខ្លួនទេគាត់សុខចិត្តធ្វើជាដេកលក់ដល់ពេលព្រឹកឡើងគាត់ទៅដល់ផ្ទះវិញគាត់ចំណាំមើលគាត់អត់និយាយប្រាប់អ្នកណាទាំងអស់សូម្បីតែប្រពន្ធគាត់ដល់ពេលម្លងបានប្រហែលប្រពន្ធគាត់ពោពោះកូនមួយទៀតដល់ពេលកើតកូនមកកូនស្រីមែនគាត់ថាដូចនឹងពាក្យដែលខ្មោចព្រៃនឹងកំពុងនិយាយគ្នាអញ្ចឹងគាត់គិតដែរគាត់គិតថាជាតិមុនគាត់ហើយនឹងប្រពន្ធគាត់ដឹងជាកម្មអីខ្មោចព្រៃនឹងទេបានវាចេះតែមកតាមធ្វើបានអញ្ចឹងរហូតយាយអញ្ចឹងរហូតទាំងដែលអត់ដឹងមានមូលហេតុអីអញ្ចឹងស្រាប់ដល់ពេលកូននឹងបានធំចម្រើនវ័យបាន18ឆ្នាំហ្នឹងគឺចំពេលដែលទួតខ្ញុំគឺគាត់នៅវ័យជំទង់ដែរអញ្ចឹងបាទខ្ញុំចង់និយាយថាសាច់រឿងហ្នឹងបានតែពាក់កណ្ដាលទេដល់ពេលហើយកូនហ្នឹងបាន18ឆ្នាំក៏មានគេចូលមកទៅដឹងមែនអត់លើសអត់ខ្វះទេចូល18ឆ្នាំគឺមានគេចូលទៅដឹងមែនទៅឪពុកហ្នឹងក៏នឹកភ្នែកក្នុងចិត្តថាប្រហែលជាព្រំលិខិតគេកំណត់មកអញ្ចឹងហីអញ្ចឹងទោះបីកិច្ចមិនក៏ពិបាកដែរអញ្ចឹងក៏ព្រមលើកកូនហ្នឹងឲ្យការទៅប៉ុន្តែគាត់រកល្បិចមួយឃើញថ្ងៃដែលមុនការហ្នឹងគាត់ហៅបងប្អូនកូនក្មួយមកជំនុំគ្នាប៉ុន្តែអត់ឲ្យកូនកំមុំនឹងដឹងទេជំនុំថាសាច់រឿងដែលគាត់បានជួបទាំងប្រមាណនៅកណ្ដាលព្រៃស្ងាត់ហ្នឹងខ្មោចហ្នឹងវានិយាយមិនអីអញ្ចឹងគាត់យកសាច់រឿងហ្នឹងមកនិយាយប្រាប់បងប្អូនហ្នឹងដើម្បីរកមធ្យោបាយដោះស្រាយរឿងហ្នឹងនាំគ្នាជំនុំគ្នាអីហើយបែងចែកការងាររៀងៗខ្លួនដោយអត់ឲ្យកូនកំមុំនឹងដឹងទេកន្លែងនេះខ្ញុំសូមនិយាយបកក្រោយតិចមិញខ្ញុំរៀងច្រឡោះខ្វះខាតមួយកន្លែងខ្មោចហ្នឹងបាននិយាយថាយកជីវិតកូនហ្នឹងនៅថ្ងៃការហ្នឹងដោយក្នុងករណីថាពេលដែលឮថាចុងភៅដាំបាយអញ្ចឹងខ្មោចហ្នឹងនឹងប្រែខ្លួនទៅជាក្អែបធំមួយដើម្បីខំកូនស្រីហ្នឹងឲ្យស្លាប់ហ្នឹងហើយកន្លែងហ្នឹងខ្ញុំរៀងច្រឡោះតិចបាទអញ្ចឹងខ្មោចហ្នឹងវានិយាយអញ្ចឹងដល់ពេលទៅអាពេលដែលជំនុំគ្នាហ្នឹងបងប្អូនឯងនាំគ្នាពិភាក្សាគ្នាថាពេលដែលចុងភៅគេស្រែកថាដល់មកដាំបាយហើយគឺបងប្អូនត្រូវនាំគ្នាចាប់កូនកំមុំនឹងឲ្យជាប់ហើយបន្ទាប់មកត្រូវយកកហ្នឹងយើងត្រូវដាំទឹកមកខ្ទះថ្នោតឲ្យពុះឲ្យហើយពេលដែលចុងភៅគេស្រែកយើងត្រូវយកកហ្នឹងចាក់ទៅក្នុងទឹកក្តៅដែលកំពុងពុះហ្នឹងនាំគ្នាផ្លែនអញ្ចឹងហើយរួចស្រេចអញ្ចឹងចាប់ទៅដល់ពេលថ្ងៃការហ្នឹងកូនកំមុំភ្នួងអីកំពុងតែផាត់មុខហើយហ្នឹងគ្រាន់តែចុងភៅនៅក្រោមផ្ទះទេស្រែកថាដល់មកដាំបាយហើយទឹកពុះហើយកូនកំមុំនោះស្ទុះហ្មងស្ទុះពីលើក្អីហ្នឹងហ្មងស្ទុះដូចមានស្អីនៅក្នុងខ្លួនហ្មងបាទកម្រៅចូលហ្មងស្ទុះចេញដល់ពេលហើយគេដាក់ម៉ូគ្នាហើយទាំងភ្នួងទាំងអីហ្នឹងគ្នាចាប់ដៃចាប់ជើងជាប់ហើយស្រែកខ្លាំងមែនតើស្រែកដូចថាស្រែកយំហ្មងទាំងដែលមានរឿងអីសោះគ្រាន់តែលឺគេចង់ដាំបាយហ្នឹងក៏ស្ទុះទៅស្រាប់ដល់ពេលស្ទុះទៅខាងចុងភៅនោះក៏គេប្រេគ្នាហើយដែរទឹកពុះខុចនៅក្នុងអាខ្ទះថ្នោតនោះអង្គគេដាក់នៅក្នុងតៅហើយល្អីនឹងហើយអញ្ចឹងក៏គេយកល្អីហ្នឹងជះអង្គនឹងចូលទៅក្នុងហ្នឹងក្អែបប៉ុនកដៃទួនខ្ញុំគាត់ថាគាត់ឃើញផ្ទាល់ក្អែបនឹងប៉ុនកដៃហ្មងក្អែបអីក៏ក្អែបសត្វក្អែបជើងច្រើនហ្នឹងមានណាដល់ពេលហើយវាបកាច់នៅក្នុងអាទឹកក្តៅហ្នឹងបកាច់តងាប់កូនស្រីហ្នឹងស្លាប់បាត់បាទស្លាប់ដល់ហើយម្លងរបៀបដូចថាកន្លះម៉ោងក្រោយមកទៅគេនាំគ្នាដាស់ទៅងើបឡើងវិញប្រកដីធម្មតាអញ្ចឹងជប់ហើយក្អែបនៅក្នុងតៅអង្គហើយអង្គនៅពីលើគេថាវានៅក្នុងអង្គចុះក្រែងថាវានឹងទៅខ្ទេចកូនកំមុំប៉ុន្តែវាអត់បានបញ្ជាក់ថាវានៅណានៃផ្ទះនឹងណាអត់ទេវាប្រាប់ថាពេលដែលដាំបាយកូនកំមុំហ្នឹងនឹងស្ទុះមកយកអង្គហ្នឹងហើយខ្ញុំម្នាក់កូនកំមុំនឹងត្រូវកំរោចូលទៅយងកអូខេផែនការគេរៀបហើយហ្នឹងហើយស្អីសណ្ដំចិត្តកូនកំមុំនឹងឲ្យទៅលើកតៅអង្គអញ្ចឹងក្អែមនឹងចេញមកខំចិត្តអីចឹងទៅខ្ញុំគិតមិញស្មានតែក្អែមនឹងនៅណាមកកន្លែងសិនតែតោមានពីសញ្ញាចុងភៅថាដាំបាយបានវាទៅខ្ទេចទៅខំទៅអីចឹងទៅបាទដល់ពេលអញ្ចឹងហើយក៏ក្អែបនឹងបកាច់ងាប់នៅក្នុងហ្នឹងអញ្ចឹងហើយក្រោយមកទៅក៏អារឿងរ៉ាវទាំងអស់ហ្នឹងក៏អ្នកភូមិហ្នឹងគេឃើញផ្ទាល់ដែលគេទៅចូលរួមកម្មវិធីហ្នឹងគេឃើញផ្ទាល់គេនាំគ្នានិយាយប្រាប់កូនចៅគេតគ្នារហូតពួកវាមិនសឹងមួយគួរឲ្យជឿបាទអញ្ចឹងតទៅពេលក្អែបហ្នឹងនៅក្នុងហ្នឹងកូនកំមុំលើកបានខ្ទេចអ្នកផ្សេងលើកអត់ខ្ទេចទេយល់ខ្ញុំសួរអត់បាទយល់មានន័យថាគេត្រៀមដូចថាតដៃបើកូនកំមុំហ្នឹងលូកមកបានគេតិច
បន្តិចអញ្ចឹងទៅតែដល់ពេលពួកនោះគាត់ត្រៀមហើយអញ្ចឹងគាត់មានទៅលូកចូលក្នុងកហ្នឹងណាគាត់កាន់ណាត់គាត់លើកអាតៅខាងក្រោមហ្នឹងដើម្បីជះទៅអូបើធម្មតាគេទៅដួសមួយចានអីចឹងដាក់ចូលខ្ទះអីចឹងទៅបាទអញ្ចឹងនិយាយថាមិនថាដួសមួយចានទេអញ្ចឹងនិយាយថាគេអាចនឹងសដំចិត្តកូនកំមុំហ្នឹងឲ្យទៅលូកអង្គហ្នឹងអញ្ចឹងណាបាទ make sense បាទអូខេអាចជឿជាក់បានទាំងអស់គ្នារឿងហ្នឹងគឺខ្ញុំសួរស៊ីជំរឿយល់កុំឲ្យក៏ព្រោះគ្នាយើងតែសាច់រឿងល្អអញ្ចឹងគាត់ព្យាយាមចង់ឲ្យខ្ញុំចាក់ឥឡូវខ្ញុំចាក់ហើយតាំងជេខ្ញុំថាកាត់គេរហូតខ្ញុំចង់ឲ្យទៅសួរបរិសាអីដើម្បីឲ្យបានភាពស៊ីជម្រៅព្រោះចឹងការទៅខ្ញុំអ្នកជួបផ្ទាល់ហ្នឹងសាច់រឿងច្រើនពេកទៅខ្ញុំអាចនឹងភ្លេចខ្លះហើយនេះសាច់រឿងដែលទួតបងចែកម្លែកមកបងទៀតអូខេបងអញ្ចឹងក៏ការហ្នឹងក៏ទៅរលូនធម្មតាអញ្ចឹងទៅបានប្តីមួយកូនរស់អញ្ចឹងទៅហ្នឹងហើយចុះបងដូចមិនដេចដែលហៅថាខ្មោចព្រៃបរិសាអីយកទៅកប់ហ្នឹងកប់នៅព្រៃក្រោយផ្ទះហើយខ្មោចហ្នឹងវានិយាយគ្នាគឺនៅក្នុងព្រៃហ្នឹងណាចឹងមានន័យថាខ្មោចហ្នឹងគឺជាខ្មោចគេកប់នៅក្នុងព្រៃខ្ញុំស្មានគេបែងចែកខ្មោចព្រៃខ្មោចសក់ខ្ញុំខ្ញុំធ្លាប់ឮគេនិយាយដូចជាមានសបល់ខ្មៅចេះលោតហក់គេបែងចែកព្រៃលោតហក់អីអញ្ចឹងតែខ្ញុំអត់ច្បាស់ណាត្រូវគេពួកអីដូចជាឮគេថាខ្មោចព្រៃខ្មោចសក់ខ្មោចព្រៃខ្មោចសក់អីអញ្ចឹងណាវាមានខ្មោចទឹកខ្មោចតៃហៅអីអញ្ចឹងទៅអីលោតហក់ខ្ញុំឆ្ងល់ពាក្យហ្នឹងយូរហើយសម្រាប់បងដែលគាត់កំពុងតែមើលហ្នឹងបងអាចខមមិនក្រុមហ្នឹងបានទេព្រោះអីគេតែនិយាយថាខ្មោចព្រៃខ្មោចសក់ខ្មោចទឹកខ្មោចតៃហៅអីអញ្ចឹងទៅតែបើអ្នកគាត់ថាខ្មោចសក់យើងដឹងហើយតែខ្មោចហ្នឹងហើយស្លាប់នឹងផ្ទះអីអញ្ចឹងខ្មោចតៃហៅគេអាចបូជានឹងផ្ទះទេខ្មោចទឹកទៅស្លាប់